មកកូនកូនយើងបន្តមេរៀនយើងទៀតណាកូនកូនថ្ងៃនេះយើងរៀនអំពីរឿងម្ដងណាកូនកូនតោះចាប់ផ្ដើមរឿងកាញ់ជ្រូងនិងកូនពពែមានមេពពែមួយរស់នៅជាមួយនឹងកូនក្នុងផ្ទះមួយក្បែរមាត់ព្រៃរាល់ថ្ងៃមុននឹងចេញទៅរកចំណីមេពពែតែងតែផ្ដែផ្ដាំកូនថានៅពេលដែលម៉ែមិននៅផ្ទះកូនកុំដើរលេងផ្ដេសផ្ដាសឲ្យសោះម្យ៉ាងទៀតបើមាននរណាគោះទ្វារហៅកូនឲ្យបើកទ្វារចូលកូនកុំបើកព្រោះនៅក្នុងព្រៃនេះមានសត្វសាហាវច្រើនណាស់នៅពេលម៉ែត្រឡប់មកវិញម៉ែនឹងគោះទ្វារហៅកូនរួចលូកជើងមកចូលចន្លោះក្រោមទ្វារបង្ហាញកូនជាសញ្ញាមេពពែផ្ដែផ្ដាំកូនរួចហើយក៏ចេញទៅរកចំណីបាត់ទៅឯកូនពពែក៏បិទទ្វារចិត្តធ្វើតាមបណ្ដាំមេពេលនោះជាឱកាសល្អសម្រាប់កាញ់ជ្រូងមួយដែលបានចូលលួចស្ដាប់ការផ្ដែផ្ដាំរបស់មេពពែមួយសន្ទុះធំក្រោយមកកាញ់ជ្រូងក៏ចូលទៅគោះទ្វារតុក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 កូនពពែក៏សួរនរណានឹងម៉ែឬកាញ់ជ្រូងក៏ឆ្លើយធ្វើសំឡេងដូចមេពពែគឺម៉ែណាកូនកូនបើកទ្វារឲ្យម៉ែផងម៉ែមកវិញហើយកូនពពែក៏និយាយថាសូមម៉ែលូកជើងបង្ហាញកូនមកកាញ់ជ្រូងក៏លូកជើងតាមចន្លោះក្រោមទ្វារបង្ហាញកូនពពែកូនពពែស្រែកឡើងទេមិនមែនម៉ែខ្ញុំទេជើងធំខ្មៅព្រិចដូចនេះពិតជាជើងកាញ់ជ្រូង